ស្រីជនជាទីមេត្រីកូនខ្មែរសាលាក្មេងៗបានធ្វើរ៉ូបូតយ៉ាងពិសេសដោយប្រើតេឡេបញ្ជាក្រោយពីបានសិក្សាកម្មវិធី STEM របស់អាមេរិកដោយពួកគេបានដាក់តាំងបង្ហាញស្នាដៃនិងប្រកួតគ្នាយ៉ាងកក្រើកកាលពីចុងសប្តាហ៍នេះកូនខ្មែរសាលាក្មេងៗដែលបានសិក្សាកម្មវិធី STEM មកពីអាមេរិកចេះធ្វើរ៉ូបូតយ៉ាងពិសេសដោយប្រើតេឡេបញ្ជាពួកគេបានរៀបចំតាំងពីពណ៌និងប្រកួតគ្នាបង្ហាញសមត្ថភាពយ៉ាងកក្រើកជាមួយនឹងស្នូលសំឡេងស្រែកហ៊ោកញ្ជ្រៀវកាលពីចុងសប្តាហ៍នេះក្រោមអធិបតីលោកដាវអានសានរដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ព្រមទាំងលោករស់សាវិធីនាយកប្រតិបត្តិក្រុមហ៊ុន Ria Linear ដែលនាំចូលកម្មវិធីសិក្សាបែប STEM ឈ្មោះថា Robotsing Robotics កម្មវិធីរបស់ Robotsing ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡាកម្ពុជាស្ថិតក្នុងឱកាសនេះដែរលោកដាវអានសានបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រដល់ការអប់រំផ្នែក STEM នេះពលគឺជួយជំរុញឲ្យកាន់តែទូលំទូលាយឡើងដែលស្របតាមយុទ្ធសាស្ត្របង្កើនគុណភាពអប់រំឲ្យកាន់តែល្អឡើងសម្រាប់ការប្រកួតរ៉ូបូតរបស់សិស្សក្មេងៗសាលាទាំងនេះពិតជាមានមោទនភាពណាស់ដោយឃើញកូនខ្មែរយើងចេះធ្វើរ៉ូបូតប្រកួតគ្នាដែលចំណុចនេះឃើញថាយើងកំពុងលូតលាស់ហើយសង្ឃឹមថាក្មេងៗសិស្សទាំងអស់នឹងប្រឹងសិក្សាអំពីសមត្ថភាពរបស់ខ្លួនកុំឲ្យចាញ់បរទេសខណៈដែលកម្ពុជាមានទិសដៅធ្វើឲ្យប្រទេសជាតិក្លាយជាប្រទេសមានការអភិវឌ្ឍខ្លាំងក្លាក្លាយជាប្រទេសមានការអភិវឌ្ឍពលរដ្ឋមានជីវភាពធូរធារឡើងហើយសង្ឃឹមថានៅឆ្នាំ2050ខាងមុខនេះក្មេងៗដែលខិតខំទាំងនេះនឹងអាចមានសមត្ថភាពបង្កើតអាប៉ូឡូបាញ់ទៅឋានព្រះច័ន្ទជាមិនខានជាមួយគ្នានេះដែរលោករស់សាវិធីនាយកប្រតិបត្តិបានថ្លែងថាការប្រកួតនេះដើម្បីចង់ដឹងពីសមត្ថភាពរបស់សិស្សសាលាដែលបានរៀនសូត្រកម្មវិធីនេះរួចដើម្បីឲ្យពួកគេដាក់បង្ហាញតាំងពីពណ៌ស្នាដៃរបស់ពួកគេនិងមានការប្រកួតបញ្ជារ៉ូបូតរបស់ពួកគេផងដែរកម្មវិធីអប់រំបែប STEM ជាកម្មវិធីពិសេសមកពីអាមេរិកដែលជាមូលដ្ឋានគ្រឹះដ៏ចម្បងសម្រាប់ក្មេងៗអាចសិក្សាដើម្បីក្លាយជាបញ្ញាជនមានខួរក្បាលខ្លាំងចេះបង្កើតអ្វីថ្មីៗនិងជាមនុស្សដែលមានសមត្ថភាពច្នៃប្រឌិតខ្ពស់ស្របតាមស្តង់ដារអន្តរជាតិលោកថាក្រុមហ៊ុនបានយកកម្មវិធីបែប STEM នេះមកបង្រៀនដល់កូនខ្មែរតាមរយៈការសហការជាមួយសាលារៀនជាដៃគូសហការជាច្រើនដើម្បីចង់ឲ្យធនធានមនុស្សខ្មែរយើងក្លាយជាមនុស្សមានខួរក្បាលខ្លាំងមានសមត្ថភាពអស្ចារ្យពូកែលើបច្ចេកវិទ្យាផលិតមនុស្សយន្តឧបករណ៍យន្តផ្សេងៗពិសេសគឺក្លាយជាវិស្វករអេឡិចត្រូនិកពេញដោយសមត្ថភាពខណៈដែលវិស័យបច្ចេកវិទ្យាជឿនលឿនកម្រិតខ្ពស់លើវិស័យបញ្ជារ៉ូបូតស្តង់ដារពិភពលោកបែបនេះត្រូវបានពិភពលោកទទួលស្គាល់ហើយនៅបរទេសគេរៀនគ្រប់គ្នាដើម្បីក្លាយជាមនុស្សមានសមត្ថភាពខ្ពស់ខួរក្បាលខ្លាំងតួយ៉ាងដូចជាកម្មជ្រួចបាញ់បង្ហោះទៅឋានអវកាសឋានព្រះច័ន្ទភពអង្គារជាដើមសុទ្ធតែត្រូវបានបង្កើតឡើងដោយសិស្សដែលធ្លាប់រៀនកម្មវិធីបែប STEM នេះដែរពលគឺបច្ចេកទេសមួយនេះនាំឲ្យមនុស្សកាន់តែខ្លាំងប្រទេសកាន់តែរីកចម្រើនទៅមុខលឿនលើសពីការគិតលោកអគ្គនាយកបានថ្លែងទៀតថាកម្ពុជាកំពុងមានការរីកចម្រើនលើច្រើនវិស័យពិសេសវិស័យអប់រំឃើញមានការលូតលាស់និងគុណភាពកាន់តែល្អឡើងខណៈរាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងលើវិស័យនេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើងទើបខាងក្រុមហ៊ុនបានយកកម្មវិធីនេះបង្រៀនដល់កូនខ្មែរហើយមានទស្សនវិស័យពង្រីកឲ្យបានទូលំទូលាយទូទាំងប្រទេសដើម្បីផ្ដល់ឱកាសដល់រាល់កូនខ្មែរទាំងឡាយដែលស្រឡាញ់ខាងបង្កើតរ៉ូបូតបច្ចេកវិទ្យាកម្រិតកំពូលរៀនឲ្យបានគ្រប់គ្នាដើម្បីក្លាយជាធនធានមនុស្សរបស់កម្ពុជានិងជួយគ្នាកសាងប្រទេសឲ្យរីកចម្រើនទៅមុខឆាប់រហ័សលោកបានបញ្ជាក់ថាអត្ថប្រយោជន៍នៃការសិក្សាកម្មវិធីនេះមិនត្រឹមតែចំណេះដឹងទូទៅលើផ្នែកគ្រឿងយន្តនិងការសរសេរកូដប៉ុណ្ណោះទេតែកុមារដែលចូលរួមសិក្សាកម្មវិធីនេះនឹងទទួលបានរួមមានជំនាញគិតពិចារណាការដោះស្រាយបញ្ហាចេះភាសា Digital មានការច្នៃប្រឌិតខ្ពស់និងការបង្កើតថ្មី Robotsing គឺជាអនាគតសម្រាប់មនុស្សជំនាន់ក្រោយដែលកម្មវិធីនេះនឹងជួយឲ្យកុមារធំឡើងក្លាយជាវិស្វករជោគជ័យនិងជាក្តីសុបិនរបស់ពួកគាត់សូមបញ្ជាក់ថាបច្ចេកវិទ្យា Robotsing នេះគឺជាកម្មវិធីសិក្សាដែលផ្ដោតសំខាន់លើវិស្វកម្មនិងបច្ចេកវិទ្យាស្របតាមកម្មវិធីអប់រំបែប STEM STEM គឺជាឈ្មោះតំណាងឲ្យវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មសរសេរកូដនិងគណិតវិទ្យាកម្មវិធីអប់រំបែប STEM នេះត្រូវ
បានបង្កើតឡើងដើម្បីជួយដល់អ្នកសិក្សាវ័យក្មេងដើម្បីអភិវឌ្ឍជំនាញចាំបាច់សម្រាប់អនាគត Digital ដែលយើងកំពុងឆ្ពោះទៅមុខនៅក្នុងកម្មវិធី Robot Think គឺផ្ដោតលើការសាងសង់គ្រឿងចក្របច្ចេកវិទ្យាវិស្វកម្មសរសេរកូដនិងសរសេរកម្មវិធីដើម្បីបញ្ជាគ្រឿងចក្រនោះជំវិញការសិក្សាលើបច្ចេកវិទ្យានេះក្រុមសិស្សសាលាដែលមកប្រកួតនេះបានប្រាប់ថាខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានមករៀនមុខវិជ្ជាមួយនេះព្រោះថាវាធ្វើឲ្យខ្ញុំរីករាយរំភើបពេលបានរៀនមុខវិជ្ជានេះហើយបានចេះបញ្ជា robot ដែលបានផលិតដោយផ្ទាល់ខ្លួនណាមួយពេលកំពុងរៀនខ្ញុំក៏ចេះភាសាអង់គ្លេសថែមមួយកម្រិតទៀតផងការប្រកួតនេះពិតជារំភើបណាស់ព្រោះបានយកស្នាដៃរបស់ខ្លួនមកប្រកួតយ៉ាងស្វិតស្វាញនិងបដិញ្ញាខិតខំរៀនសូត្រឲ្យកាន់តែខ្លាំងឡើងខ្ញុំចង់ប្រាប់ឲ្យកុមារផ្សេងៗទៀតបើចង់ចេះផលិត robot និងចង់ចេះបញ្ជាវាសូមខិតខំរៀនឲ្យច្បាស់លាស់និងកុំសូវលេងហ្គេមច្រើនពេក